នៅនគរមួយឆ្ងាយពីមហាសមុទ្រមានព្រះមហាក្សត្រមួយព្រះអង្គមានការគ្រប់គ្រងនគរដោយភាពយុត្តិធម៌ទៀងត្រង់ព្រះអង្គមានព្រះរាជបុត្រមួយព្រះអង្គព្រះនាមព្រះថោងព្រះថោងជាព្រះរាជបុត្រដែលមានចិត្តល្អបរិសុទ្ធនិងចូលចិត្តការសិក្សាលើគ្រប់មន្តវិជ្ជាការទាំងអស់ប៉ុន្តែនៅក្នុងរាជវាំងក៏មានមន្ត្រីមួយចំនួនក៏មានការច្រណែននឹងព្រះថោងដែរហើយពួកគេក៏បានបង្កើតពាក្យចចាមអារ៉ាមឡើងថាព្រះថោងមានចិត្តចង់ដំណើរអំណាចពីព្រះបិតានៅពេលដែលពាក្យចចាមអារ៉ាមនោះបានឮដល់ព្រះមហាក្សត្រទ្រង់ក៏លែងមានការជឿទុកចិត្តលើព្រះថោងនិងមានការសង្ស័យទៅលើព្រះរាជបុត្រាខ្លួនឯងមិនយូរប៉ុន្មានទ្រង់ក៏បានធ្វើការបណ្ដេញព្រះថោងចេញពីនគរដោយបានផ្ដល់ឲ្យតែដាវមួយនិងទូកតូចមួយតែប៉ុណ្ណោះបន្ទាប់ពីបណ្ដេញចេញពីនគរព្រះថោងក៏បានធ្វើដំណើរកាត់មហាសមុទ្រដ៏ធំល្វឹងល្វើយមានរលកធំធំកូនផ្ទះផ្លេកបន្ទោនិងព្យុះភ្លៀងបានបោកបក់ទូករបស់ព្រះថោងស្ទើរតែលិចបាត់ទៅហើយខណៈពេលនោះព្រះថោងក៏បានធ្វើការអធិដ្ឋានដល់ទេវតាសូមឲ្យព្រះករុណាខ្ញុំមានជីវិតរស់រានបន្តទៀតផងបន្ទាប់ពីធ្វើការអធិដ្ឋានរួចទូករបស់ទ្រង់ក៏បានរសាត់អណ្ដែតទៅជាប់នៅលើឆ្នេរកោះដ៏អាតកំបាំងមួយពោពេញទៅដោយអាបពណ៌ខ្មៅកន្លងមកជាច្រើនថ្ងៃព្រះថោងក៏បានជួបនារីម្នាក់ដ៏ស្រស់ស្អាតស្លៀកសម្លៀកបំពាក់សាមញ្ញនាងមានភ្នែកភ្លឺចែងចាំងនាងគឺនាងនាគដែលបានប្រែកាឡាខ្លួនពីសត្វនាគមកជាមនុស្សពួកគេក៏បាននិយាយគ្នាលេងហើយព្រះថោងក៏បាននិយាយប្រាប់នាងនាគពីខ្សែជីវិតរបស់ទ្រង់និងការបណ្ដេញចេញពីនគរនាងនាគបានឮហើយក៏មានចិត្តអាណិតនិងកោតសរសើរព្រះថោងមិនបោះបង់សេចក្តីថ្លៃថ្នូររបស់ខ្លួនពីមួយថ្ងៃទៅមួយថ្ងៃពួកគេទាំងពីរនាក់បានជួបគ្នានិយាយគ្នាលេងជាញឹកញាប់ព្រះថោងជួយធ្វើការងារប្រជានេសាទនាងនាគជួយព្យាបាលជំងឺដោយឱសថបុរាណនៅក្នុងព្រៃព្រះថោងនិងនាងនាគក៏ចាប់ផ្ដើមមានចិត្តស្រឡាញ់គ្នាទៅវិញទៅមកទោះជាយ៉ាងណានាងនាគក៏នៅតែលាក់អត្តសញ្ញាណពិតរបស់ខ្លួនមិនហ៊ានប្រាប់ការពិតព្រោះខ្លាចមនុស្សភ័យខ្លាចនៅយប់មួយពេលដែលមានព្យុះបោកបក់យ៉ាងខ្លាំងនាងនាគក៏បានត្រឡប់ទៅនគរក្រោមសមុទ្រវិញហើយនៅពេលនោះព្រះថោងក៏បានឃើញនាងនាគបានប្រែកាឡាខ្លួនជានាគយ៉ាងអស្ចារ្យទោះបីឃើញបែបនេះហើយក៏ព្រះថោងមិនមានការផិតភ័យអ្វីឡើយទ្រង់ចង់ឲ្យនាងនាគបង្ហាញការពិតដោយខ្លួនឯងនាងនាគក៏បានប្រាប់ថានាងជាកូនស្ដេចនាគនិងស្រឡាញ់ព្រះថោងដោយចិត្តស្មោះហើយក៏បាននាំព្រះថោងទៅជួបស្ដេចនាគដែលត្រូវជាព្រះបិតារបស់នាងស្ដេចនាគក៏មិនមានការទុកចិត្តលើមនុស្សលោកឡើយព្រះអង្គបានដាក់ការសាកល្បង3យ៉ាងទី1សេចក្តីក្លាហានទី2សេចក្តីស្មោះទី3សេចក្តីមេត្តាព្រះអង្គបានឆ្លងកាត់ការសាកល្បងទាំងអស់ដោយមិនប្រើអំណាចរបស់ស្ដេចនាគប៉ុន្តែទ្រង់យកអំពើល្អនិងប្រាជ្ញារបស់ទ្រង់ដើម្បីយកឈ្នះក្នុងការសាកល្បងទាំង3នេះស្ដេចនាគក៏មានការពេញចិត្តនឹងព្រះថោងនិងអនុញ្ញាតឲ្យព្រះថោងរៀបអភិសេកជាមួយនាងនាគពិធីអភិសេកនេះធ្វើឡើងទាំងក្នុងនគរនាគនិងនៅលើផែនដីនាគនិងមនុស្សរស់នៅដោយសន្តិភាពជាលើកដំបូងស្ដេចនាគក៏បានប្រើអំណាចដ៏អាថ៌កំបាំងបាញ់ទឹកសមុទ្រចេញបង្កើតដីគោកដ៏ធំទូលាយដែនដីនេះក៏បានក្លាយជាមូលដ្ឋាននៃនគរខ្មែរចាប់ពីពេលនោះមកព្រះថោងក៏ត្រូវបានអភិសេកជាស្ដេចដំបូងគេនៅនគរខ្មែរព្រះថោងជាក្សត្រដែលមានការគ្រប់គ្រងនគរដោយសេចក្តីមេត្តាយុត្តិធម៌និងការគោរពប្រពៃណីនាងនាគជារស្មីនៃប្រាជ្ញានិងការពារនគរពីគ្រោះថ្នាក់ផ្សេងៗពេលវេលាកន្លងទៅនគរខ្មែរក៏មានការរីកចម្រើនលើគ្រប់វិស័យនាគក្លាយជានិមិត្តសញ្ញារបស់ជាតិបង្ហាញពីដើមកំណើតនិងការការពាររឿងព្រះថោងនាងនាគត្រូវបានរំលឹកពីមួយជំនាន់ទៅមួយជំនាន់ថាជាតិខ្មែរកើតចេញពីសេចក្តីស្រឡាញ់សេចក្តីស្មោះនិងការរួមរស់រវាងមនុស្សនិងនាគជាមួយនឹងធម្មជាតិ